ព្រឹត្តិកម្មរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីសម្ដេចតេជោហ៊ុនសែនបញ្ចេញសារនិងព្រឹត្តិកម្មរបស់សម្ដេចតេជោហ៊ុនសែនបន្ទាប់អ្នកបញ្ចេញមតិមួយរូបបានចោទសួរថាថៃបានត្រៀមយន្តហោះចម្បាំងរួចហើយតើកម្ពុជាបានត្រៀមខ្លួនហើយឬនៅឃើញអ្នកចូលកមិនមកអ្នកមានចូលមកកមិនហើយខ្ញុំសូមបញ្ជាក់ទៅវិញថាខាងថៃបានត្រៀមរៀបចំយន្តហោះចម្បាំងហើយតើកម្ពុជាត្រៀមហើយនៅខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថាកម្ពុជាជាពិសេសដែលចូលសែនស្គាល់ច្បាស់ណាស់អំពីយុទ្ធសាស្ត្រសង្គ្រាមខ្ញុំធ្លាប់យន្តហោះអាមេរិកវៀតណាមខាងត្បូងដេញបាញ់តែធ្វើខ្ញុំអត់បានទេខ្ញុំក៏តបបញ្ជាលើកម្លាំងប្រវត្តិកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រីពេលនោះយើងមានមិត្ត21នេះរាប់សិបគ្រឿងប៉ុន្តែយើងមិនដែលយកមិត្តទៅវាយកន្លែងណាមួយទេផ្ទុយទៅវិញមួយឆ្នាំត្រូវឲ្យវា380តោនមួយឆ្នាំយន្តហោះមួយគ្រឿងត្រូវឲ្យប្រេង380តោនដើម្បីការវឹកហាត់ក្រោយមកខ្ញុំកាត់ទុកឲ្យនៅតែ280តោនកាត់100តោនទៅចឹងឥឡូវកម្ពុជាអត់មានប្រើយន្តហោះសម្រាប់ការច្បាំងនឹងវាប៉ុន្តែកម្ពុជាមានសំណាញ់មេឃប៉ុន្តែពួកអាល្ងងមួយចំនួនវាអត់ស្គាល់សំណាញ់មេឃស្អីទេបើថាស្អីទៅសំណាញ់មេឃគ្រាប់ទៅពីក្រោមទៅយន្តហោះកាលណាឲ្យហោះពីលើខ្ពស់ហើយធ្វើអីឲ្យអត់បានទេប៉ុន្តែចង់ធ្វើអីឯងត្រូវតែដាំក្បាលចុះពេលដាំក្បាលចុះអានឹងទៅពីខាងក្រោមបរប់ពាន់រាប់ម៉ឺនគ្រាប់រាប់សែនគ្រាប់មួយអីទៅខ្លះចឹងបានសង្គ្រាមទល់ដែនអត់ដែលប្រើយន្តហោះមកវាយទេគាត់តែជំរាបជូនហើយឥឡូវនេះកម្ពុជាមានប្រភេទការពារអាកាសយ៉ាងល្អប្រសើរតែយើងអាចសាកល្បងមិន40គីឡូទៅម្ខាងយើងអាចបានទៅរួចប៉ុន្តែខ្ញុំគិតថាប្រភេទអស់ទៅនេះមិនចាំបាច់ទេអញ្ចឹងអ្នកចូលមកខមមិនថាខាងថៃបានរៀបចំយន្តហោះចម្បាំងហើយនេះក្រុមតែជាទិសអត់យ៉ាល់ទេប៉ុន្តែបើសិនជារឿងពិតកម្ពុជាក៏សូមប្រាប់ត្រឡប់ទៅវិញថាកម្ពុជាបានត្រៀមអាវុធបាញ់ហោះហើយតែប្រហែលប្រាប់ទៅអ្នកដែលចូលខមមិនថាខាងថៃរៀបចំយន្តហោះហើយរៀបចំចម្បាំងហើយថាកម្ពុជារៀបចំហើយនៅរៀបចំហើយក៏ភ្លើងសម្រាប់បាញ់យន្តហោះក្នុងឱកាសនោះសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាពីការបញ្ជូនកងទ័ពគឺដើម្បីការពារក្នុងករណីណាមួយដែលកើតឡើងដោយជាយថាហេតុមិនមែនទៅឈ្លានពានប្រទេសថៃទេតែបើប្រទេសថៃឈ្លានពានកម្ពុជាវិញកម្ពុជានឹងត្រូវការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួនឯនាយករដ្ឋមន្ត្រីថៃអ្នកស្រីស៊ីណាវត្រាបាននិយាយការពីថ្ងៃប្រហោះដើម្បីឆ្លើយតបទៅនឹងការលើកឡើងនាពេលថ្មីរបស់សម្ដេចតេជោហ៊ុនសែនអ្នកស្រីបានបញ្ជាក់ថានៅទីបំផុតលោកមិនចង់ឲ្យមានជម្លោះឬការប្រឈមមុខដាក់គ្នាទេហើយវាជារឿងធម្មតាសម្រាប់មេដឹកនាំជាតិក្នុងការអះអាងពីគោលជំហរប្រទេសរៀងៗខ្លួនដើម្បីការពារផលប្រយោជន៍ប្រទេសជាតិលោកស្រីបានបន្តទៀតថាស្ថានភាពនឹងត្រូវដោះស្រាយដោយសន្តិវិធីហើយភាពតានតឹងនៅតាមព្រំដែននឹងធូរស្រាលពេលសួរថាតើមានបន្ថែមកងទ័ពនៅតាមព្រំដែនឬទេបន្ទាប់ពីមានរបាយការណ៍អំពីប្រទេសកម្ពុជាបញ្ជូនកងទ័ពទៅតាមព្រំដែនអ្នកស្រីបានពន្យល់ថាវិធានការបែបនេះគឺជាវិធានការជាការធម្មតាសម្រាប់ប្រទេសនីមួយៗដើម្បីពង្រឹងជំហររបស់ខ្លួននាយករដ្ឋមន្ត្រីថៃបាននិយាយទៀតថាការពិភាក្សាបានបន្តចាប់តាំងពីថ្ងៃពុធដោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីជៀសវាងអំពើហិង្សាណាមួយនៅក្នុងតំបន់ជម្លោះទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីមានការពិភាក្សាគ្នានៅយប់ថ្ងៃពុធមេបញ្ជាការកងទ័ពនៃភាគីទាំងពីរគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃប្រហោះដើម្បីធ្វើការកិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់បាទអរគុណបងប្អូន